សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការធ្វើម្ហូបសាច់គោបំពងស្លឹកក្រូចងាយៗបងប្អូននេះខ្ញុំបាទកំពុងសាច់គោស្លឹកក្រូចថ្ងៃមុនក៏មិនបានបង្ហាញទេហើយគេប្រាប់ថាសាច់គោបំពងស្លឹកក្រូចតបតែទិញគេឥឡូវយើងសាកធ្វើខ្លួនឯងគេធ្វើមិនខ្មិចដល់ពេលខ្ញុំធ្វើបានទៅមួយចានដែរហើយងាយៗបងប្អូនសាច់គោបំពងស្លឹកក្រូចយើងមានសាច់គោមកហើយស្លឹកក្រូចមកបងប្អូននេះម្ទេសក្រៀមយើងហើយយើងដាក់ជាមួយខ្លាញ់ប្រេងឆាយើងឲ្យក្តៅមកបងប្អូនយើងដាក់ជាមួយនឹងសាច់គោយើងហាន់បងប្អូនយើងផ្លាក់រ៉ូឌីផ្លាក់ម្សៅតិចជាមួយល្ងក៏បានដែរបងប្អូនតែខ្ញុំអត់បានទេខ្ញុំដាក់ថារបៀបថាខ្ញុំដាក់ស្រស់បណ្ដោយបងប្អូនអត់បានផ្លាក់គាត់ផ្លាក់រ៉ូឌីឡែមបងប្អូនហើយរសជាតិអេមបងប្អូនថ្មីអញ្ចឹងបងប្អូននេះយើងយកសាច់កសោមក៏បានដែរបងជាមួយនឹងថ្លើមក៏បានដែរអានេះយើងវាខ្ទិះបងប្អូនកសោមពណ៌សហ្នឹងជាប្រភេទសាច់គោដែរវាកសោមដោះគោអញ្ចឹងហើយបងប្អូនស្ងោរវាហើយយើងហាន់វាជាជ្រាបមកយើងបំពងវាឲ្យវាស្អាតអញ្ចឹងមកហើយបងប្អូនទុកឲ្យវាក្រៀមបងប្អូនចំពោះមុខម្ហូបមួយមុខនេះបើសម្រាប់បងប្អូនដែលនិយមគ្រប់ត្រូលគ្រឿងក្លែមអីបងប្អូនធានាថាជាតិហ្នឹងហើយបងប្អូនចំពោះយើងឃើញថាក្រៀមល្អហើយបងប្អូនចំពោះយើងពោលទៅថាបែបថាដូចជាកាកខ្លាញ់អីចឹងអានេះលក្ខណៈថាវាប្រភេទកសោមដោះគោយើងធ្វើបែបនេះវាខ្ទិះហើយយើងក្លែមជាមួយវិយាអញ្ចឹងបងប្អូននេះមើលទៅហើយក្រៀមហើយបងប្អូនធានាថានេះយើងដាក់ជាមួយនឹងស្លឹកក្រូចបងប្អូនស្លឹកក្រូចរបស់យើងគឺប្រភេទស្លឹកក្រូចសើចយើងបងប្អូនជាមួយនឹងម្ទេសក្រៀមដាក់អ្វីដែលយើងចង់បានយើងស្រង់វាមកយើងដាក់ច្បល់គ្នាអញ្ចឹងមកបងប្អូនអត់ពិបាកទេបងប្អូនងាយបងប្អូនអាចធ្វើនៅផ្ទះបានណាធ្វើហូបនៅផ្ទះអីចឹងបងប្អូនហើយចំពោះមុខម្ហូបនេះគឺស្រួលមែនទែនបងប្អូនទឹកជ្រលក់គឺអត់ពិបាកទេហើយមិនបាច់ទៅធ្វើទឹកជ្រលក់អីរញ៉ៃអីទេទឹកជ្រលក់យើងទិញទៅទឹកម្ទេសមក10មកបងប្អូនវាចាក់ទៅខ្ទិះជាមួយស្លឹកក្រូចដែលយើងបំពងរួចវាបែបក្រហមល្អអញ្ចឹងបងប្អូនយើងក៏ដួសដាក់ចានមកយើងអាចហូបបានហើយធានាថារសជាតិអេបងប្អូននេះហើយទឹកម្ទេសមក10 1000រៀលបងប្អូនអើយចាក់ទៅជ្រលក់នេះត្រូវគ្នាជាមួយនឹងសាច់គោបំពងស្លឹកក្រូចនេះវាត្រូវជាមួយទឹកម្ទេសនេះហើយមើលនេះឆ្អិននេះមួយចានពេញដុបទិញគេយ៉ាងហោចក៏20000ដែរបងណាហើយយើងធ្វើខ្លួនឯងចេះវាស្រួលដែរបងប្អូនហើយមើលតែរបៀបធ្វើខ្ញុំថែមបានមកកូនខ្ទះទៀតបងប្អូនហើយវារាងស្ទើអញ្ចឹងបងប្អូនហើយដាក់ជាមួយនឹងស្លឹកក្រូចថែមទៀតបងប្អូនអើយរសជាតិដិតថាមានតែដិតនេះដាក់លឺទុះលឺផ្លោបងប្អូននេះខ្ញុំបិទសលេងអញ្ចឹងបងប្អូនហើយយើងមិនចង់ឲ្យមានសំឡេងទេហើយខ្លាចលោវាបងប្អូនមើលទៅវារំខានហើយបងប្អូនធ្វើបែបខ្ញុំហ្នឹងងាយបងប្អូនធានាថាឆាប់បានហូបហើយមុខហូបមុខនេះគឺប្រភេទដាក់ដិតចិត្តអារម្មណ៍អីទេបងប្អូនអើយហ្នឹងហើយអរគុណបងប្អូនជួយ like ជួយ share